វិលមកជួបគ្នាម្ដងទៀតហើយបាទថ្ងៃនេះខ្ញុំមុននិយាយពីបារមីកងទ័ពខ្មែរនិងប្រាសាទដែលបានបែកបាក់នៅពេលសង្គ្រាមលើកទី1និងលើកទី2ដើម្បីកុំឲ្យខាតពេលយូរតោះយើងមកតាមដានទាំងអស់គ្នានៅមុនថ្ងៃទី25ខែកក្កដាឆ្នាំ2025បរិយាកាសនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃមានសភាពស្ងប់ស្ងាត់ខកធម្មតាប៉ុន្តែវាទីភាពស្ងប់ស្ងាត់មុនពេលព្យុះបោកបក់នៅឯប្រទេសជិតខាងវិបត្តិនយោបាយកំពុងឆេះសន្ធោសន្ធៅការដណ្ដើមអំណាចគ្នារវាងអ្នកនយោបាយនិងការឡើងកាន់តំណែងរបស់លោកអនុទិនបានធ្វើឲ្យផ្ទៃក្នុងប្រទេសនោះមានភាពច្របូកច្របល់យ៉ាងខ្លាំងដើម្បីបង្វែរដានពីវិបត្តិផ្ទៃក្នុងនិងដើម្បីប្រមូលប្រជាប្រិយភាពឡើងវិញផែនការដ៏ស្មុគគ្រោកមួយត្រូវបានបង្កើតឡើងបង្កើតសង្គ្រាមជាមួយកម្ពុជាពួកគេបានប្រើលេសផ្សេងៗដើម្បីបង្កជម្លោះតាមព្រំដែនបញ្ឆេះកំហឹងជាតិនិយមយ៉ាងងងឹតងងុលនៅយប់ថ្ងៃទី24ឈានចូលថ្ងៃទី25កក្កដាមេឃខ្មៅងងឹតស្លុបរន្ទះបាញ់ក្រហឹងហឹមដោយជាសញ្ញាប្រាប់មុននៅគ្រោះភ័យសុខាយុវជនកងទ័ពម្នាក់ដែលមានអាយុត្រឹម24ឆ្នាំកំពុងអង្គុយសរសេរសម្បត្តិទាំងដៃញ័រទៅត្រើតផ្ញើទៅប្រពន្ធដែលកំពុងពពួកនៅស្រុកកំណើតអូនសំឡាំងបើបងមិនបានត្រឡប់ទៅវិញទេសូមមើលថែកូនយើងឲ្យល្អប្រាប់កូនថាឪពុករបស់គេស្លាប់ក្នុងនាមជាកូនខ្មែរដែលការពារទឹកដីមិនទាន់នឹងសរសេរចប់ផងសំឡេងផ្ទុះនឹសនៃក្របកំភ្លើងធំបានបន្លឺឡើងកាត់ផ្ដាច់ភាពស្ងប់ស្ងាត់នៃព្រៃភ្នំសង្គ្រាមបានចាប់ផ្ដើមហើយកងទ័ពថៃរាប់ពាន់នាក់បានសម្រុកចូលមកដូចភងសត្វសាហាវការប្រយុទ្ធគ្នាមានភាពសាហាវខខៅបំផុតកងទ័ពកម្ពុជាយើងទោះបីមានចំនួនតិចជាងប៉ុន្តែស្មារតីស្នេហាជាតិខ្ពស់ជាងអ្វីទាំងអស់សម្រាប់ជ័យយោដើម្បីជាតិមាតុភូមិបន្លឺឡើងព្រិញព្រីសុខានិងមិត្តភ័ក្តិរួមអាវុធបានបាញ់តតាំងទាំងមិនបកដៃឈាមក្រហមច្រាលបានស្រោយទៅលើដីខ្សាច់និងស្លឹកឈើរូបភាពដែលគួរឲ្យរំភើបបំផុតនោះគឺពេលដែលមេបញ្ជាការម្នាក់ទោះបីត្រូវក្របកំភ្លើងដាច់ហែកដៃម្ខាងទៅហើយក៏នៅតែប្រែដៃម្ខាងទៀតកាន់កំភ្លើងបាញ់ការពារកូនចៅមិនឲ្យសត្រូវឆ្លងផុតឡើយក្នុងសមរភូមិលើកទី1នោះដោយសារយុទ្ធសាស្ត្រវាយឈ្មុកនិងស្មារតីតស៊ូស្លាប់រស់កងទ័ពកម្ពុជាយើងបានធ្វើឲ្យកងទ័ពសត្រូវដែលចូលមកឈ្លានពានត្រូវវិនាសសាបសូន្យជិត 4000 នាក់សាកសពសត្រូវដេកកលើគ្នាដួយភ្នំប៉ុន្តែតម្លៃដែលយើងបាត់បង់ក៏មិនតិចដែរនៅពេលព្រះអាទិត្យរះឡើងផ្សែងកំភ្លើងចាប់ផ្ដើមរលាយបាត់ភាពសោកសៅបានគ្របដណ្ដប់ពេញសមរភូមិវីរកងទ័ពខ្មែរជិត100នាក់បានពលីជីវិតបូជាសាច់ស្រស់ឈាមស្រស់នៅលើទឹកដីដែលពួកគេស្រឡាញ់សុខាបានដេកស្លាប់ទាំងនៅក្នុងដៃនៅតែកាន់សម្បុត្រដែលសរសេរមិនទាន់ចប់ភ្នែករបស់គេនៅតែបើកសម្លឹងទៅរកទិសដៅផ្ទះរបស់គេមិត្តភ័ក្តិដែលនៅរស់បានត្រឹមតែអង្គុយអបសាកសពមិត្តភ័ក្តិរួចស្រែកយំយ៉ាងខ្លាំងរហូតដល់អួលដើមរោគពាក្យនិយាយមិនចេញព្រឹត្តិការណ៍ថ្ងៃទី25កក្កដាឆ្នាំ2025នោះបានក្លាយជាស្លាកស្នាមប្រវត្តិសាស្ត្រដ៏ឈឺចាប់ប៉ុន្តែក៏ជាមោទនភាពដ៏ធំបំផុតសម្រាប់កូនខ្មែរគ្រប់គ្នាសង្គ្រាមបានផ្អាកមួយរយៈប៉ុន្តែវីរភាពរបស់កងទ័ព100នាក់នោះនឹងត្រូវបានចារឹកទុកក្នុងបេះដូងខ្មែរអស់ពីសក្តាជានិច្ចពួកគេបានបង្ហាញថាទឹកដីខ្មែរមិនមែនសម្រាប់នរណាម្នាក់មកជន់ឈ្លីតាមអំពើចិត្តដើម្បីតែលបែងនយោបាយស្មោកគ្រោកនោះទេក្រោយភាពស្ងប់ស្ងាត់បោកប្រាស់បានប៉ុន្មានខែរបួសចាស់មិនទាន់ទាំងជាសះស្រួយផងភ្លើងសង្គ្រាមលើកទី2ក៏បានឆាបឆេះឡើងវិញយ៉ាងសន្ធោសន្ធៅនៅថ្ងៃទី8ខែធ្នូឆ្នាំ2025លើកនេះវាមិនមែនត្រឹមតែជាការប៉ះទង្គិចតូចតាចនោះទេប៉ុន្តែជាសង្គ្រាមបច្ចេកវិទ្យានិងអាវុធមហាប្រឡ័យនៅឯបន្ទាយកងទ័ពក្នុងខេត្តព្រះវិហារវីរៈដែលជាប្អូនប្រុសបង្កើតរបស់សុខាវីរជនដែលស្លាប់ក្នុងសង្គ្រាមលើកទី1កំពុងរៀបចំកាបូបយោធាប្រពន្ធរបស់គេនិងកូនស្រីតូចអាយុ3ឆ្នាំមកឈរចាំលានៅមាត់ទ្វារបន្ទាយប៉ាកុំទៅយូរពេកកូនចាំញ៉ាំបាយជុំគ្នាកូនស្រីតូចអោបជើងឪពុកជាប់វីរៈលុតជង្គង់ចុះថោបថ្ងើកូនទាំងទឹកឆ្ងែងហូរស្រក់មកលើថ្ពាល់ប៉ាទៅប្រកាផ្ទះយឿនបើប៉ាមិនទៅទេសត្រូវនឹងមកដល់ទីនេះ
មើលថៃម៉ាក់ផងណាកូនស្រីបង្គោលប្រពន្ធរបស់គេមិននិយាយអ្វីទេនាងយកខ្សែកព្រះអង្គមកបំពាក់ឲ្យប្តីរួចពោលទាំងសំឡេងញ័រថាត្រឡប់មកវិញឲ្យបានបងត្រូវចាំថាបងគឺជាដង្ហើមរបស់អូននិងកូននៅមុតខាងនៃព្រំដែនទាហានថៃវ័យក្មេងម្នាក់កំពុងសម្លឹងមើលរូបថតម្ដាយក្នុងទូរស័ព្ទគេដឹងច្បាស់ថាសង្គ្រាមនេះកើតឡើងដោយសារមហិច្ឆតារបស់អ្នកនយោបាយដូចជាលោកអនុទិនប៉ុន្តែគេគ្មានជំរឿកឡើយគេត្រូវបង្ខំចិត្តកាន់កំភ្លើងបាញ់ទៅលើអ្នកជិតខាងដែលធ្លាប់តែរាប់អានគ្នាគេបានផ្ញើសារចុងក្រោយទៅម្ដាយថាម៉ែបើកូនស្លាប់សូមកុំស្អប់ខ្មែរអីព្រោះយើងសុទ្ធតែជាអ្នករងគ្រោះដូចគ្នានៅម៉ោង4ទៀបភ្លឺមេឃស្រឡះស្រាប់តែប្រាយជាខ្មៅងងឹតដោយសារហ្វូងយន្តហោះចម្បាំង F-16 របស់ថៃដែលហោះពីលើសំឡេងម៉ាស៊ីនយន្តហោះក្រហឹមដូចនាគសាហាយរួចទម្លាក់គ្រាប់បែកកំទេចអ្វីៗគ្រប់យ៉ាងនៅពីក្រោមស្របពេលជាមួយគ្នានោះរថក្រាស់ធុនរាប់រយគ្រឿងបានសម្រុកចូលមកអ្វីដែលសាហាវបំផុតនោះគឺការប្រើប្រាស់ផ្សែងពុលផ្សែងពណ៌លឿងស្លេកចាប់ផ្ដើមអណ្ដែតសំពងពេញសមរភូមិធ្វើឲ្យកងទ័ពកម្ពុជាពិបាកដកដង្ហើមភ្នែកស្រវាំងនិងហូរឈាមតាមច្រមុះទោះបីជាត្រូវប្រឈមនឹងបច្ចេកវិទ្យាទំនើបនិងផ្សែងពុលក៏ដោយប៉ុន្តែកងទ័ពកម្ពុជាមិនព្រមដកថយឡើយពួកគេប្រើក្រមារុំមុខការពារដង្ហើមរួចបាញ់តតាំងពីក្នុងលេនដ្ឋានរថក្រាស់កងទ័ពកម្ពុជាបានបើកបុកទម្លុះរបាំងសត្រូវតាំងកណ្ដាលអណ្ដាតភឿងកំភ្លើងការពារអាកាសបាញ់ស្រូចទៅលើមេឃដេញតាមយន្តហោះ F-16 យ៉ាងស្វិតស្វាញសង្គ្រាមលើកទី2នេះបានបន្សល់ទុកនៅវាលពិឃាតថ្មីមួយទៀតសពទាហានទាំងសងខាងដេកគោលើគ្នាខណៈដែលមេដឹកនាំដែលបង្កសង្គ្រាមកំពុងអង្គុយក្នុងបន្ទប់ត្រជាក់មើលរបាយការណ៍ស្លាប់ទឹកដីព្រំដែនដែលធ្លាប់តែមានពណ៌បៃតងឥឡូវប្រែជាពណ៌ខ្មៅរោលនិងពោពេញដោយជាតិពុលបន្ទាប់មកនៅកណ្ដាលសមរភូមិដ៏ក្តៅកគុកនាថ្ងៃទី8ខែធ្នូខណៈដែលផ្សែងពុលពណ៌លឿងស្លេកកំពុងគ្របដណ្ដប់ហើយយន្តហោះ F-16 កំពុងហក់ឆ្វែវឆ្វាត់ត្រៀមទម្លាក់គ្រាប់បែកកំទេចលេនដ្ឋានកងទ័ពកម្ពុជាស្រាប់តែមានរឿងដ៏មិនគួរឲ្យជឿមួយបានកើតឡើងស្របពេលដែលកងទ័ពកម្ពុជាកំពុងថប់ដង្ហើមនិងភ្នែកងងឹតសូន្យដោយសារផ្សែងពុលស្រាប់តែមានខ្យល់ត្រជាក់ស្រេបមួយបក់មកយ៉ាងខ្លាំងខ្យល់នោះមិនមែនជាខ្យល់ធម្មជាតិទេប៉ុន្តែជាខ្យល់ដែលនាំមកនូវសម្រែកហ៊ូកញ្ជ្រៀវតិចដូចជាសំឡេងទ័ពរាប់ម៉ឺននាក់ភ្លាមនោះវិញ្ញាណក្ខន្ធវីរជនខ្មែរជិត100នាក់ដែលបានពូលីជីវិតកាលពីថ្ងៃទី25កក្កដាបានលេចរូបរាងឡើងក្នុងចំណោមផ្សែងពុលពួកគេមិនមែនមកក្នុងសភាពគួរឲ្យខ្លាចនោះទេប៉ុន្តែមកក្នុងសម្លៀកបំពាក់យោធាដែលដាច់ដាចនិងមានពន្លឺពណ៌សព្រាលរឿងដែលរន្ធត់បំផុតនោះគឺនៅពេលដែលអ្នកបើកយន្តហោះ F-16 របស់ថៃព្យាយាមចុចប៊ូតុងទម្លាក់គ្រាប់បែកស្រាប់តែអេក្រង់រ៉ាដារបស់ពួកគេប្រែជាសស្ងាត់ជ្រុងងំពីលើមេឃពួកគេលែងមើលឃើញបន្ទាយឬទាហានកម្ពុជាទៀតហើយអ្វីដែលពួកគេឃើញមានតែភោងអាក់ខ្មៅងងឹតដែលវិលវងដូចជាមាត់សត្វកម្រោលដ៏ធំសម្បើមនៅខាងក្រោមដីទាហានថៃដែលកំពុងសម្រុកចូលក៏ស្រាប់តែភាំងស្មារតីពួកគេមើលមិនឃើញទាហានកម្ពុជាដែលនៅពីមុខចម្ងាយត្រឹម10ម៉ែត្រនោះឡើយពួកគេបានត្រឹមតែបាញ់រះទៅលើមេឃនិងដីទេព្រោះបារមីនៃវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិបានប្រើសិលវិជ្ជាបាំងភ្នែកស្ត្រីអស់ទាំងស្រុងវីរៈដែលកំពុងដេកដកដង្ហើមញាប់ក្នុងរណ្ដៅកំភ្លៀងស្រាប់តែមានអារម្មណ៍ថាមានដៃដ៏កក់ក្ដៅមួយមកប៉ះស្មារបស់គេពេលគេងាកទៅមើលទឹកភ្នែកគេក៏ហូរមកច្រែព្រីងថ្ពាល់គឺសុខាបងប្រុសរបស់គេដែលស្លាប់ក្នុងសង្គ្រាមលើកទី1កំពុងឈរញញឹមដាក់គេកុំខ្លាចអីបងប្រុសបងនៅទីនេះការពារអ្នកទាំងអស់គ្នាសំឡេងសុខាបន្លឺឡើងក្នុងចិត្តរបស់វីរៈមិនមែនតែវីរៈទេទាហានកម្ពុជាដទៃទៀតក៏ឃើញមិត្តភក្តិដែលស្លាប់ទៅហើយមកឈរពីក្រោយខ្នងពួកគេអ្នកខ្លះមកជួយរុញរទេះកំភ្លើងអ្នកខ្លះទៀតមកជួយលើកគ្រាប់ហើយអ្នកខ្លះទៀតឈរធ្វើជាខែលការពារគ្រាប់កំភ្លើងឲ្យកូនចៅជំនាន់ក្រោយគ្រាប់កំភ្លើងសត្រូវដែលបាញ់មកស្រាប់តែផ្លាតចេញឬធ្លាក់ចុះមកដីដូចជាកូនឃ្លីមិនអាចធ្វើអ្វីទៅហ៊ានខ្មែរបានឡើយនៅពេលដែលកងទ័ពថៃចាប់ផ្ដើមរារែកស្រាប់តែមានសំឡេងស្រែកហូជ័យយោបន្លឺឡើងចេញពីគ្រប់ទិសទីវិញ្ញាណវីរជនខ្មែរបានបង្ហាញខ្លួនជាកងទ័ពខ្មោចដ៏ធំសម្បើមហោះសម្ដៅទៅរកសត្រូវ
ទាហានថៃដែលឃើញដូច្នោះក៏ភ័យស្លន់ស្លោបោះបង់អាវុធរត់ជួនគ្នាស្លាប់ដេកកលឺគ្នាដោយសារការភ័យខ្លាចហួសប្រមាណយប់នោះសមរភូមិត្រូវបានគ្របដណ្ដប់ដោយភាពស័ក្តិសិទ្ធិកងទ័ពកម្ពុជាដែលនៅរស់បានត្រឹមតែលើកដៃសំពះទៅកាន់មេឃទាំងទឹកភ្នែករំភើបនិងអាណិតអាសូរដល់វិញ្ញាណក្ខន្ធដែលទោះស្លាប់ទៅហើយក៏នៅតែមិនទៅណាចាំយាមទឹកដីនិងការពារជីវិតមិត្តរួមអាវុធយ៉ាងសាហាវក្លាហានបំផុតឈាមរបស់អ្នកតស៊ូមិនសាបសូន្យឡើយដរាបណាទឹកដីខ្មែរនៅមានកូនចៅចំនួនក្រោយការពារនៅពេលរស្មីពណ៌មាសនៃព្រះអាទិត្យចាប់ផ្ដើមចាំងចែកកាត់តាមជួរភ្នំដងរែកផ្សែងពុលដែលធ្លាប់តែគ្របដណ្ដប់លើសមរភូមិក៏ចាប់ផ្ដើមរលីបាត់ទៅភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចមួយបានចូលមកជំនួសវិញកងទ័ពកម្ពុជាដែលនៅសេសសល់ចាប់ផ្ដើមបើកភ្នែកឡើងទាំងងឿងឆ្ងល់ពួកគេឃើញសត្រូវដកថយទៅវិញទាំងភ័យតក់ស្លុតចោលទាំងឡានគ្រួសនិងអាវុធទំនើបនៅចំពោះមុខវីរៈរូបរាងរបស់បងប្រុសនិងវីរៈជនទាំង100នាក់នោះចាប់ផ្ដើមប្រែជាថ្រាទៅដូចជាផ្សែងអត់វីរៈបានស្ទុះទាំងអោបជើងបងប្រុសទាំងសម្រែកយំសោកបងអើយកុំតាន់ទៅចោលខ្ញុំនៅចាំមើលជ័យជំនះជាមួយគ្នាវិញ្ញាណរបស់សុខាអោនចុះមកអង្អែលក្បាលប្អូនប្រុសជាលើកចុងក្រោយទោះបីគ្មានសំឡេងចេញពីមាត់ប៉ុន្តែគ្រប់គ្នាឮក្នុងចិត្តយ៉ាងច្បាស់ថាភារកិច្ចបងចប់ហើយមើលថែម៉ែមើលថែស្រុកភូមិយើងជាតិខ្មែរនឹងមិនស្លាប់ឡើយបើកូនខ្មែរនៅតែស្រឡាញ់គ្នារួចហើយវិញ្ញាណទាំងនោះក៏រលាយបាត់ទៅក្នុងកាមរស្មីព្រះអាទិត្យបន្សល់ទុកតែភាពកក់ក្ដៅយ៉ាងចម្លែកក្នុងសមរភូមិដ៏ត្រជាក់ខណៈដែលកម្ពុជាកំពុងកាន់ទុក្ខនិងរៀបចំសាកសពវីរៈជនការពិតនៃសង្គ្រាមក៏បានលេចឡើងឯប្រទេសថៃប្រជាជនចាប់ផ្ដើមងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលលោកអនុទិនការពិតថាពួកគេបានបញ្ជូនកូនចៅមកស្លាប់រាប់ពាន់នាក់ក្រោយការប្រកួតប្រជែងគ្នាធ្វើឲ្យលោកថ្កោលទោសយ៉ាងខ្លាំងទាហានថៃដែលនៅរੂត្រឡប់ទៅវិញបានរៀបរាប់ទាំងភ័យញោកញាប់អំពីកងទ័ពខ្មោចខ្មែរដែលបំបាំងកាយនិងការពារក្របកំភ្លើងសង្គ្រាមនេះមិនត្រឹមតែចាញ់ដោយសារអាវុធទេប៉ុន្តែចាញ់ដោយសារបារមីទឹកដីឡានយោធាដឹកសាកសពវីរៈជនកម្ពុជាបានធ្វើដំណើរចូលដល់ភូមិស្រុកសំឡេងទ្រហោយំបានបន្លឺឡើងពេញភូមិវីរៈបានកាន់មុខដែករបស់បងប្រុសដើរសំដៅទៅរកបងស្រីថ្លៃដែលកំពុងឈរត្រៀមសម្រាលកូនពេលឃើញវីរៈដើរមកតែម្នាក់ឯងនាងក៏ដឹងភ្លាមថាក្តីសង្ឃឹមរបស់នាងបានរលាយបាត់ហើយនាងដួលសន្លប់ទាំងដៃនៅតែកាន់អាវយឺតរបស់ប្តីវីរៈបានត្រឹមតែលុតជង្គង់ចុះរួចស្រែកយំខ្សឹកសួរថាបងប្រុសបានសង្គ្រោះពួកយើងគាត់គឺជាអ្នកខ្លាំងពូកែបំផុតហើយនៅយប់ថ្ងៃទី8ខែធ្នូខណៈដែលក្របកំភើងធំរបស់សត្រូវបាញ់ស្រោចមកលើតំបន់ប្រាសាទព្រំដែនបណ្ដាលឲ្យកំពូលប្រាសាទដ៏ស័ក្តិសិទ្ធិមួយចំណែកត្រូវបាក់បែកការរំលោភបំពានលើវត្ថុស័ក្តិសិទ្ធិរបស់ជាតិខ្មែរនេះបានធ្វើឲ្យផែនដីញ័ររន្ធត់និងដាស់តឿនដល់បារមីដែលថែរក្សាទឹកដីរាប់ពាន់ឆ្នាំឲ្យភ្ញាក់ឡើងភ្លាមបន្ទាប់ពីក្រាបកំភ្លើងធំបាញ់ត្រូវប្រាសាទស្រាប់តែមានពន្លឺពណ៌ខៀវលាយមាសយ៉ាងចម្លែកជះជ័យពីគ្រឹះប្រាសាទឡានទៅលើមេឃកាត់ផ្ដាច់ផ្សែងខ្មៅនៃសង្គ្រាមសំឡេងស្គរជ័យបន្លឺឡើងពីក្នុងដីហាក់ដូចជាសញ្ញាហៅតបសួរនៅចំពោះមុខផ្នែកកងទ័ពកម្ពុជាវិញ្ញាណក្ខន្ធទាហាន100នាក់ដែលស្លាប់ក្នុងវគ្គទី1បានលេចរូបរាងឡើងម្ដងទៀតប៉ុន្តែលើកនេះពួកគេមិនមែនមកក្នុងសម្លៀកបំពាក់យោធាធម្មតាទេពួកគេម្នាក់មានរស្មីគ្របដណ្ដប់ហើយនៅពីក្រោយពួកគេគឺជារូបរាងទ័ពបុរាណក្នុងសម័យអង្គរដែលកាន់ដាវនិងលំពែងចេញពីជញ្ជាំងប្រាសាទដែលបាក់បែកនោះនៅពេលយន្តហោះ F-16 ព្យាយាមហោះចូលមកក្បែរតំបន់ប្រាសាទដើម្បីទម្លាក់គ្រាប់បន្ថែមស្រាប់តែអ្នកបើកបរយន្តហោះថៃទាំងអស់បានឃើញរូបភាពដ៏រន្ធត់ប្រាសាទទាំងមូលបានប្រែជាបាត់រូបរាងបំបាំងកាយហើយជំនួសមកវិញដោយភ្នំភ្លើងដ៏ធំមហិមាដែលជះកំអែលភ្លើងឡើងលើមេឃពួកគេស្លន់ស្លោបើកយន្តហោះបុកគ្នាឯងនិងខ្លះទៀតធ្លាក់ចុះក្នុងព្រៃទាំងមិនទាន់បានបាញ់អ្វីទាំងអស់នៅលើដីខណៈដែលទាហានសត្រូវព្យាយាមសម្រុកចូលពួកគេស្រាប់តែឃើញទាហានខ្មែររាប់ម៉ឺននាក់ឈរជារបងដែកយ៉ាងស្កឹមស្កៃប៉ុន្តែនៅពេលពួកគេបាញ់ទៅគ្រាប់កំភ្លើងគ្រាន់តែឆ្លងកាត់រូបរាងទាំងនោះដូចជាឆ្លងកាត់ខ្យល់ផ្ទុយទៅវិញវិញ្ញាណទាហាន100នាក់និងបារមីប្រាសាទបានប្រើមហិទ្ធិឫទ្ធិធ្វើឲ្យអាវុធរបស់សត្រូវគៀងបាញ់មិនចេញឬផ្ទុះខ្មុងដៃខ្លួនឯងទាហានសត្រូវចាប់ផ្ដើមឮសំឡេងស្រីយំសោកបោកខ្លួនចេញពីក្នុងប្រាសាទនិងសំឡេងបុរសក្រហឹមសួរថាពួកឯងមកធ្វើអ្វីនៅលើទឹកដីអញ
ទាហានថៃខ្លះភ័យដោយថ្នាក់ឈួតស្មារតីបោះអាវុធចោលរួចលុតជង្គង់សំពះសុំខមាទោសបារមីប្រាសាទវិញ្ញាណបងប្រុសរបស់វីរៈបានបង្ហាញខ្លួននៅពីលើកំពូលប្រាសាទដែលបាក់បែកដៃកាន់ទង់ជាតិខ្មែរដែលឆែករោលរួចស្រែកផ្ដាំទៅកាន់មេដឹកនាំសត្រូវតាមរយៈខ្យល់ថាវត្ថុបុរាណខ្មែរសុទ្ធតែមានព្រលឹងឈាមខ្មែរដែលស្រោចលើដីនេះនឹងคล้ายជាថ្នាំពុលសម្រាប់អ្នកឈ្លានពានពេញមួយយប់នោះកងទ័ពកម្ពុជាដែលនៅរស់មិនបាច់ចិនមុខប្រយុទ្ធខ្លាំងក្លានោះទេព្រោះបារមីប្រាសាទនិងវិញ្ញាណវីរជនបានបង្កើតជាខែលទីបបិទបាំងមិនឲ្យគ្រាប់បែកធ្លាក់ចំទាហានខ្មែរឡើយគ្រាប់បែកដែលទម្លាក់មកស្រាប់តែប្រែជាផ្កាជូកឬដុំធម្មតាដែលមិនមានជាតិផ្ទុះនៅពេលព្រលឹមមកដល់ស្ត្រីរាប់ពាន់នាក់បានសន្លប់និងស្លាប់ដេកពេញដីដោយគ្មានរបួសស្នាមកំភ្លើងប៉ុន្តែមុខមាត់របស់ពួកគេម្នាក់ៗបង្ហាញពីភាពភ័យខ្លាចជាខ្លាំងស្លាប់ដោយសារភ័យតក់ស្លុតបន្ទាប់ពីសត្រូវដកថយអស់វិញ្ញាណទាហានទាំង100នាក់និងតបបារមីប្រាសាទក៏សន្សឹមរលាយចូលទៅក្នុងថ្មប្រាសាទវិញវីរៈនិងមិត្តរួមអាវុធបាននាំគ្នាទៅលុតជង្គង់នៅមុខប្រាសាទដែលបាក់បែកទាំងទឹកភ្នែកអាណិតសោកស្ដាយនិងដឹងគុណទោះបីប្រាសាទត្រូវខូចខាតខ្លះដោយសារគ្រាប់បែកប៉ុន្តែវាបានបង្ហាញឲ្យពិភពលោកឃើញថាកម្ពុជាមិនមែនការពារដោយអាវុធដែកថែបនោះទេប៉ុន្តែការពារដោយវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិនិងបុព្វបុរសរាប់ពាន់ឆ្នាំដែលមិនដែលបោះបង់កូនចៅឡើយនៅយប់ដ៏សែនត្រជាក់នៃខែធ្នូក្នុងសមរភូមិដែលពោរពេញដោយផ្សែងពុលនិងគ្រាប់កាំភ្លើងកងទ័ពកម្ពុជាបានជួបប្រទះនៅរឿងរ៉ាវដែលវិទ្យាសាស្ត្រមិនអាចពន្យល់បានវាគឺជាអំណាចបារមីកងទ័ពដែលបង្រួបបង្រួមរវាងអ្នកស្លាប់និងអ្នករស់ដើម្បីការពារបូរណភាពទឹកដីខណៈដែលកងទ័ពថៃប្រើប្រាស់ឧបករណ៍មើលយប់ Night Vision និងកាមេរ៉ាកម្ដៅ Thermal Sensors ដ៏ទំនើបបំផុតដើម្បីកំណត់គោលដៅបាញ់សម្លាប់ទាហានកម្ពុជាស្រាប់តែអេក្រង់របស់ពួកគេបង្ហាញតែផ្ទៃពណ៌សដូចជាមាននរណាម្នាក់យកក្រណាត់សមកគ្របពីមុខកញ្ចក់ដូច្នោះដែរបារមីនៃវិញ្ញាណក្ខន្ធវីរជនទាំង100នាក់បានរួមគ្នាបក់ផ្សែងអបត្រជាក់ម្យ៉ាងដែលអាចបិទបាំងកម្ដៅនឹងរូបរាងរបស់ទាហានកម្ពុជាទាហានខ្មែរអាចដើរកាត់មុខសត្រូវក្នុងចម្ងាយត្រឹមតែ2ម៉ែត្រប៉ុន្តែសត្រូវមើលមិនឃើញអីទាំងអស់ឃើញត្រឹមតែស្រមោលអបហោះកាត់បងមុខជួយយើងហើយយុទ្ធជនម្នាក់ខ្សឹបប្រាប់មិត្តរួមអាវុធពេលឃើញស្រមោលមិត្តខែដែលស្លាប់កាលពីខែកក្កដាដើរនាំមុខផ្លូវពួកគេចូលទៅកំទេចទីតាំងកំភឿងធំសត្រូវមិនត្រឹមតែបំបាំងកាយទេបារមីកងទ័ពបានធ្វើឲ្យប្រព័ន្ធតាក់ទងវិទ្យុរបស់សត្រូវឮតែសំឡេងហួចនិងសំឡេងដាវប៉ះគ្នាបន្លឺឡើងយ៉ាងរន្ធត់ទាហានសត្រូវចាប់ផ្ដើមភ័យស្លន់ស្លោព្រោះពួកគេឮសំឡេងតបខ្មែរសម្រុកចូលមកពីគ្រប់ទិសទីជ័យយោប៉ុន្តែពេលពួកគេបាញ់រាក់ទៅគឺមានតែភាពទទេស្អាតមានឈុតឆាកមួយដ៏រំភើបអាណិតយុទ្ធជនវ័យក្មេងម្នាក់ដែលដាច់ភូមិពីគេហើយត្រូវសត្រូវឡោមព័ទ្ធជិត10នាក់នៅពេលសត្រូវលើកកំភឿងបាញ់ស្រោចមកលើគេស្រាប់តែមានពន្លឺពណ៌មាសមួយជះចេញពីក្នុងដីមកបាំងពីមុខយុទ្ធជនរូបនោះគ្រាប់កំភ្លើងដែលបាញ់មុខស្រាប់តែទន់ហើយធ្លាក់ចុះមកដីដូចជាគ្រាប់ខ្សាច់គេឃើញវិញ្ញាណមេបញ្ជាការដែលស្លាប់ក្នុងសង្គ្រាមលើកទី1ឈរលាតដៃការពារគេរួចងាកមកញញឹមដាក់យ៉ាងកក់ក្ដៅមុននឹងរលាយបាត់ទៅវិញភាពរន្ធត់នេះធ្វើឲ្យទាហានសត្រូវទាំង10នាក់នោះទម្លាក់អាវុធចុះរួចរត់គេចខ្លួនទាំងស្រែកយំរកម៉ែឪនៅយប់នោះនៅលើកំពូលភ្នំដងរែកមនុស្សម្នាក់ដែលនៅឆ្ងាយរាប់សិបគីឡូម៉ែត្របានឃើញពន្លឺភ្លើងពណ៌ខៀវនិងក្រហមហោះឆ្វាយឆ្វាត់ពីមេឃវាគឺជាការប្រយុទ្ធគ្នារវាងបារមីទឹកដីនិងអាវុធឈ្លានពានគ្រប់ពេលដែលយន្តហោះ F-36 បើកចូលមកពួកគេនឹងឃើញយ៉ាក់ដ៏ធំមហិមាឈររាំងផ្លូវលើអាកាសធ្វើឲ្យអ្នកបើកបរភ័យបុកពោះរហូតត្រូវងាកក្បាលត្រឡប់ទៅវិញសង្គ្រាមលើកទី2នេះបានបញ្ជាក់ថាទាហានកម្ពុជាមិនមែនប្រយុទ្ធតែម្នាក់ឯងឡើយឈាមដែលស្រោចលើដីកាលពីថ្ងៃទី25កក្កដា2025បានคล้ายទៅជាទឹកមុនស័ក្តិសិទ្ធិកាលពីជាតិវិញ្ញាណក្ខន្ធវីរជនទាំង100នាក់បានបង្ហាញថាទោះបីរូបកាយពួកគេស្លាប់ប៉ុន្តែបារមីស្នេហាជាតិរបស់ពួកគេនៅតែអមតៈហើយវានឹងកំទេចរាល់ល្បែងនយោបាយស្មោកគ្រោកណាដែលចង់បំផ្លាញសន្តិភាពលើទឹកដីអង្គរក្រោយពីការវាយលុកយ៉ាងសាហាវកងទ័ពថៃមួយផ្នែកបានវាយទម្លុះនិងជួយកាន់កាប់ទីតាំងមួយចំនួនតាមបណ្ដោយព្រំដែនកម្ពុជាពួកគេបានបោះជំរំបង្ហូតទង់ជាតិរបស់គេនិងអបអរជ័យជំនះទាំងបំពេញលើដីដែលស្រោចដោយឈាមយុទ្ធជនខ្មែរប៉ុន្តែអ្វីដែលពួកគេមិនដឹងនោះគឺពួកគេមិនមែនកំពុងកាន់កាប់ដីទេគឺពួកគេកំពុងដេកលើភ្នោខ្មោចដែលមិនតន់រលត់វិញ្ញាណ
នៅយប់ដំបូងនៃការកាន់កាប់ភាពរន្ធត់បានចាប់ផ្ដើមខណៈដែលទាហានស្ត្រីកំពុងអង្គុយជុំគ្នាដាំបាយនិងហូបចុកស្រាប់តែអាហារនៅក្នុងឆ្នាំងប្រែជាមានពណ៌ក្រហមឆ្អៅដូចឈាមស្រស់ក្លិនឆ្អាបភាយឡើងពេញជំរំបណ្ដាលឲ្យពួកគេក្អកចង្អោររកពាក្យនិយាយមិនចេញនៅពេលយប់ជ្រៅសំឡេងរណាតនិងស្គរជ័យបុរាណបានបន្លឺឡើងចេញពីក្នុងព្រៃជ្រៅសំឡេងនោះមិនមែនជាសំឡេងតន្ត្រីកំសាន្តទេប៉ុន្តែជាសំឡេងតន្ត្រីដង្ហែសាកសពទាហានស្ត្រីដែលកំពុងយាមល្បាតចាប់ផ្ដើមឃើញស្រមោលមនុស្សស្លៀកពាក់យោធាដាច់ដើរកាត់មុខពួកគេម្ដងម្នាក់ទាហានស្ត្រីម្នាក់ដែលកំពុងដេកក្នុងតង់ស្រាប់តែមានអារម្មណ៍ថាមានដៃដ៏ត្រជាក់ស្រែបមុខច្របាច់កគេយ៉ាងខ្លាំងនៅពេលគេបើកភ្នែកឡើងគេឃើញផ្ទៃមុខរបស់សុខាវីរយន្តដែលស្លាប់កាលពីខែកក្កដាដែលមានមុខពាក់កណ្ដាលរលួយនិងភ្នែកបញ្ចេញពន្លឺពណ៌ក្រហមអោនមុខសឹបដាក់ត្រចៀកថាដីនេះជាដីអញបើឯងមិនចេញឯងត្រូវដេកនៅទីនេះជាមួយអញសម្រែកភ័យខ្លាចបានបន្លឺឡើងពេញបន្ទីស្ត្រីទាហានខ្លះស្ទុះទៀងកំភ្លើងបាញ់រះពេញមេឃព្រោះពួកគេឃើញកងទ័ពខ្មោចរាប់រយនាក់កំពុងហោះសំកាំងពីលើក្បាលពួកគេប៉ុន្តែគ្រាប់កំភ្លើងបាញ់មិនត្រូវអ្វីទាំងអស់ក្រៅពីខ្យល់អាកាសទាហានស្ត្រីដែលកាន់កាប់តំបន់ក្បែរប្រាសាទបុរាណជួបគ្រោះថ្នាក់កាន់តែខ្លាំងថ្មប្រាសាទដែលបាក់បែកដោយសារគ្រាប់កំភ្លើងរបស់ពួកគេកាលពីថ្ងៃទី8ខែធ្នូស្រាប់តែប្រែជាមានជីវិតថ្មទាំងនោះបានរមៀលមកបិទផ្លូវដកថយរបស់ពួកគេទាំងអស់នៅពេលយប់ពួកគេឃើញរូបចម្លាក់អប្សរានិងយុទ្ធជនបុរាណចុះពីជញ្ជាំងប្រាសាទមកឈរជុំវិញជំរំរបស់ពួកគេសត្រូវព្យាយាមតាក់ទងរកជំនួយតាមវិទ្យុប៉ុន្តែអ្វីដែលពួកគេឮចេញពីវិទ្យុមានតែសំឡេងយំសោករបស់អ្នកស្លាប់ក្នុងសង្គ្រាមលើកទី1ជិត100នាក់នោះនៅម៉ោង3ទៀនភ្លឺខណៈដែលកងទ័ពសត្រូវកំពុងស្លន់ស្លោនឹងឈួតវង្វេងដោយសារការលងបន្លាចវីរៈនិងកងទ័ពពិសេសកម្ពុជាបានឈ្មោកចូលវីលុកពួកគេមិនចាំបាច់ប្រាយកម្លាំងខ្លាំងឡើយព្រោះសត្រូវបាត់បង់ស្មារតីអស់ទៅហើយទាហានសត្រូវខ្លះលុតជង្គង់សំពះទាហានកម្ពុជាទាំងភ្នែកនៅតែសំលឹងមើលទៅលើមេឃឃើញប្រលឹងវីរយន្តខ្មែរឈរកាន់ដាវត្រៀមប្រហារពួកគេជ័យជំនះលើកនេះគឺជាជ័យជំនះដែលសម្រេចបានដោយសារអំណាចនៃក្តីស្រឡាញ់ទឹកដីដែលមរណភាពមិនអាចកាត់ផ្ដាច់បានឡើយហើយបន្ទាប់មកវិញ្ញាណក្ខន្ធទាំង100នាក់បានបង្ហាញខ្លួនជាលើកចុងក្រោយនៅលើកំពូលឃ្លុំញញឹមរកកងទ័ពកម្ពុជាដែលនៅរស់រួចរលីបាត់ទៅឃ្លុងពន្លឺថ្ងៃបន្សល់ទុកនូវពាក្យស្លោកដ៏អមតៈថាអ្នកអាចសម្លាប់រូបកាយខ្មែរបានប៉ុន្តែអ្នកមិនអាចសម្លាប់ព្រលឹងការពារទុកដីខ្មែរបានឡើយ